បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសាជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី15ខែ10ឆ្នាំ2025អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីម៉ោង 4:30 នាទីនិងម៉ោង 6:30 នាទីអញ្ចឹងតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់8អញ្ចឹងនេះគឺជាតម្រុយលេខអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់គ្រាប់ទី1គឺមានតម្រុយលេខ88អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ89អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ60គត់នេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ63នេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ889គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ630គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីអញ្ចឹងតម្រុយលេខអូខ្ទង់គឺមានតម្រុយអូខ្ទង់8អញ្ចឹងនេះគឺជាតម្រុយលេខអូខ្ទង់រីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់គ្រាប់ទី1គឺមានតម្រុយលេខ88តម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ89រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ60គត់រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ63រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណ889គុណនិង630គត់គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា